ឃើញវីដេអូចាស់នឹកឃើញការងារអាល់បាយធ្វើនៅកន្លែងទីពេពីបានដាក់ឡាន container គេថាស្រួលលើកបោះលើកដាក់ scan ហើយយើងរុញបញ្ចូលក្នុងទូ container ហើយរៀបចូលដាក់ក្នុងឡានរៀបចំបានពេញមួយឡានគឺដឹកចេញហើយរៀបមួយឡានទៀតអញ្ចឹងមួយថ្ងៃរៀបតែ3 4ឡានទៅគឺហើយគឺបាក់លុយគឺលុយសុទ្ធតែម្ដងគឺស្រួលមកឃើញអត់ហត់ទេរៀបដាក់អញ្ចឹងមកគឺណាអត់មានពិបាកទេការងារអញ្ចឹងនៅពេលដែលរៀបដាក់ហើយយើងទៅ scan ហើយយើងក៏រុញបញ្ចូលហើយគឺយើងតម្លាក់វាដាក់ចូលក្នុងទូ container អញ្ចឹងទៅរៀបវាស្អាតហើយដល់ពេលដែលរៀបពេញមួយឡានគឺយើងបញ្ចេញទៅមួយឡានហើយគឺយើងដាក់មួយឡានទៀតអញ្ចឹងមួយថ្ងៃយើងរៀបជាបើមិន3ទៅ4ឡានអញ្ចឹងរៀប3 4ឡានហ្នឹងហើយគឺថាបាក់លុយមកទេហើយឃើញការងារស្រួលអត់ពិបាកទេហើយអ្នកដែលត្រូវការកម្លាំងរៀបចំអីវ៉ាន់ជូនពួកពិសេសអីអាចតាក់ទងមកបានគឺថាមានជំនាញតែម្ដងបទពិសោធន៍រាប់ឆ្នាំធ្វើការខាងវិបត្តិនេះហើយនេះខ្លួនឯងគឺគេហៅថាការងារលបាយនៅក្នុងប្រទេសកូរ៉េគឺបន្ទាប់ពីអត់មានការងារនៅក្នុងរោងចក្រធ្វើក៏ឆ្លៀតពេលមកធ្វើហ្នឹងទៅធ្វើ4 5ម៉ោងអីយើងអាចបើកបាន70000នេះដែរបងប្អូន65000 70000ដែរបើគិតជាលុយដុល្លារវាបាន$50ជាងឯដែរបងប្អូនអញ្ចឹងហើយយើងរួចម៉ោងថែមក្នុងរោងចក្រយើងតែបើសិនជាអត់មានម៉ោងថែមអញ្ចឹងយើងមកធ្វើហ្នឹងទៅប៉ុន្តែដោយសារតែឥឡូវនេះគឺខ្ញុំមានដូរវីសាហើយគឺអត់អាចទៅធ្វើការងារចឹងទេបានទេបើសិនជាធ្វើទៅបើសិនជាប៉ូលីសគេចុះចាប់អីគឺវាមានបញ្ហាអញ្ចឹងហើយក៏សម្រាប់ជប់ធ្វើប៉ុន្តែឃើញវីដេអូចាស់ក៏នឹកឃើញអនុស្សាវរីយ៍ក៏យកមកកាត់អញ្ចឹងណានឹកដែរចង់ធ្វើដែរតែមិនអាចចាំមើលត្រង់4 5ឆ្នាំទៀតឃើញលោបានឡើងទៅមកកម្រិតទៀតគឺខ្ញុំនឹងចាប់តាមចូលធ្វើវិញហើយព្រោះការងារយើងវាមកល្មមអាចធ្វើយកបានអញ្ចឹងហើយជាទូទៅការងារកន្លែងទីពេហ្នឹងបើសិនជាចំថ្ងៃបុណ្យនេះគឺការងារច្រើនមែនទែនគឺមានម៉ោងថែមរហូតដល់ម៉ោង2 10ម៉ោង1យប់អីក៏មានដែរការងារយើងគឺចូលធ្វើចាប់ផ្ដើមពីម៉ោង6ទៅរហូតដល់ម៉ោង10យប់ទៅម៉ោង10យប់ហ្នឹងជាការងារថែមម៉ោងធម្មតាតែបើសិនជាយើងថែមម៉ោងការងារបុកច្រើនអញ្ចឹងទៅវាអាចដល់ម៉ោង1ក៏មានដែរ2 10ម៉ោង1ក៏មានដែរខ្ញុំធ្លាប់ធ្វើដល់អញ្ចឹងហើយក៏គេថែមលុយឲ្យយើងតាមហ្នឹងអញ្ចឹងហើយមិននឹងស្រួលដែរខ្ញុំស្គាល់មេការគេជនជាតិកូរ៉េគាត់ស្រឡាញ់ជនជាតិខ្មែរយើងគឺធ្វើការល្អមែនទែនដល់ពេលអញ្ចឹងគាត់ជនជាតិខ្មែរគាត់ស្រឡាញ់យើងទៅដល់ហ្នឹងគឺការងារមិនចាំគាត់ឲ្យគាត់រៀបចំនេះគឺយើងជាអ្នកទៅដល់យើងដឹងកន្លែងធ្វើគឺយើងចូលធ្វើស្រាប់ៗហ្មងអត់ពិបាកដល់គាត់អញ្ចឹងហើយគាត់មានអីអញ្ចឹងគាត់យកយើងញ៉ាំដែរហើយជនជាតិផ្សេងៗទៀតគឺគាត់អត់សូវចូលចិត្តអញ្ចឹងគឺគាត់អត់ឲ្យញ៉ាំទេគឺនៅកន្លែងទីពេនគឺមេការកូរ៉េគឺគាត់ចូលចិត្តខ្មែរមែនទែនគឺហើយបើទោះបីជាខ្ញុំអត់ធ្វើឥឡូវក៏មានបងប្អូនជនជាតិខ្មែរយើងនៅធ្វើនៅនឹង3 4 5នាក់អីទៀតដែរអញ្ចឹងហើយចាំមើលបើសិនជាមានឱកាសល្អខ្ញុំនឹងទៅធ្វើបន្តទៀតអញ្ចឹងដោយសារតែឥឡូវនឹងដូរវីសាឲ្យចប់រៀនផងអញ្ចឹងហើយទៅអាចទៅធ្វើការនៅក្នុងកើតទៀតអញ្ចឹងហើយអត់មានទេគឺដូចបងប្អូនមើលក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំចង់មកប្រាប់ពីរបៀបធ្វើការលបាយនៅក្នុងប្រទេសកូរ៉េអញ្ចឹងគឺងាយៗស្រួលៗគឺយើងវាទទួលយកបានការងារប៉ុណ្ណឹងហើយនេះគឺជាការងារលបាយតិចពេនៅក្នុងប្រទេសកូរ៉េរបស់ខ្ញុំហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអញ្ចឹងហើយខែនេះខែត្រជាក់អញ្ចឹងហើយពេលដែលចេញទៅក្រៅអីពាក់អាវឲ្យក្រាស់ៗដើម្បីការពារប្រសាយបងប្អូនហើយថែសុខភាពអស់គ្នាផងខែត្រជាក់ជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ